នេះរៀបចំខ្លួនស្អាតបន្តិចដោយសារតែត្រូវទៅទទួលបងម៉ៃពីស្ថានីយ៍រថភ្លើងគាត់មកពីធ្វើការតាមខេត្តវិញហើយមកទៅបងម៉ៃទៅយកខ្ញុំឥឡូវនេះខ្ញុំទៅយកបងម៉ៃម្ដងបញ្ញត្តិហូបខ្មែរមួយសប្តាហ៍អូនឹកបាយមែនដាច់បាយ4ថ្ងៃទៅចោលប្រពន្ធសំខាន់ណាបងប្អូនមុនមកដល់ប្រាប់ទៀតថាជួយយកអីតិចតួចឲ្យគាត់ញ៉ាំផងពួកអីចុះពីលើរថភ្លើងភ្លាមគាត់ចង់តែហាត់ប្រាណខានហាត់ប្រាណ4ថ្ងៃហើយខ្ញុំនេះបើកទូទឹកកកមកមានអីគឺធ្វើនឹងបងប្អូនចង់ធ្វើឆាបាយម្ដងដាក់ជាមួយនឹងពងទា2គ្រាប់ហើយយើងមានបន្លែខ្លះទៅក្រៅពីនឹងគឺថែមសាច់ទ្រូងមាន់ងាយស្រួលធ្វើរសជាតិក៏ឆ្ងាញ់ដែរអីដែលសំខាន់គឺមានប្រូតេអ៊ីនច្រើនទៀតបើថាចេញពីនឹងគាត់ចង់តែហាត់ប្រាណអីគឺត្រូវហ្មងរបៀបឆាបាយអត់មានអីច្រើនទេបងប្អូនខ្ញុំហាន់បន្លែហាន់សាច់ឲ្យវារាងទូចៗដើម្បីចូលជាតិគ្នាមួយបាយល្អឆាសាច់មាន់ឲ្យឆ្អិនមិនដាក់បន្លែបន្ទាប់មកគ្រឿងទេសមានទឹកស្អ៊ីវប្រេងខ្យងទឹកត្រីតិចទៅម្សៅស៊ុបបន្តិចស្ករបន្តិចមើលទៅច្របល់ចូលគ្នាសព្វហើយដាក់បាយចូលច្របល់បាយហើយនឹងបន្លែសាច់យើងចូលគ្នាឲ្យសព្វភ្លក់មើលទៅប្រៃផ្អែមល្មមហើយគឺរួចរាល់ហើយបងប្អូនថែមសាច់ខ្ទឹមបន្តិចមកបាយមកប្រអប់ហ្នឹងគឺសម្រាប់យកទៅផ្ញើបងម៉ៃបងប្អូនឆ្លៀតទៅពេញនិចអញ្ចឹងណាពួកយើងនៅសោះមកដែរហើយខ្ញុំវិញគឺញ៉ាំជាមួយនឹងល្ហុងទុំដោយសារធម្មតាមុនហាត់ប្រាណអញ្ចឹងខ្ញុំអត់ត្រឡប់ញ៉ាំច្រើនទេបងប្អូនខ្លាចលោតអត់រួចហើយក៏ចាប់ផ្ដើមចេញដំណើរទៅយកបងម៉ៃហើយមានអារម្មណ៍ថារៀងឡែតបន្តិចដោយសារលវធ្វើម្ហូបប៉ុន្តែបងម៉ៃក៏ថាអីទេគាត់នៅចាំបានស្ថានីយ៍រថភ្លើងហ្នឹងគឺនៅអត់សូវឆ្ងាយប៉ុន្មានទេបងប្អូនអញ្ចឹងទៅដល់គឺថាទាន់ម៉ោងល្មមម៉ោង4កន្លះគឺបងម៉ៃមកដល់នឹងឯងបាយគ្នាទៅ4ថ្ងៃទេទូរស័ព្ទរកគ្នារាល់ថ្ងៃប៉ុន្តែក្រជួបគ្នាភ្លាមបងប្អូនអើយសម្បូររឿងនិយាយគ្នាណាស់ហើយបងម៉ៃវិញមួយថ្ងៃនេះគឺគាត់ធ្វើការជាប់រហូតបងប្អូនអញ្ចឹងមកដល់វិញភ្លាមគាត់ថាទៅអង្គុយពេជ្រនិចញ៉ាំបាយញ៉ាំអីបន្តិចហើយគាត់ចង់ទៅហាត់ប្រាណនៅក្បែរកន្លែងហាត់ប្រាណអញ្ចឹងបងប្អូនគឺមានដូចផាកដូចសួនអញ្ចឹងណាសម្រាប់យើងអង្គុយពេជ្រនិចហើយខែនេះគឺមនុស្សអង្គុយច្រើនមែនតើឥឡូវមកស្ដាប់បងម៉ៃមើលបាយគ្នា4ថ្ងៃមិនដែរស្នាដៃប្រពន្ធវិញហើយបាយគ្នា4ថ្ងៃបញ្ញត្តិហូបខ្មែរមួយសប្តាហ៍អូឃ្លានអត់ចុះឃ្លានឆ្ងាញ់អត់នឹកបាយមែនដាច់បាយ4ថ្ងៃទៅចោលប្រពន្ធបាយ4ថ្ងៃនិយាយមែនបងប្អូនបាយឆាហ្នឹងគឺអត់ងាយចេះខុសទេញ៉ាំពេលណាក៏បានដែរហើយនាងខ្ញុំនេះគឺល្ហុងទុំមកប្រអប់ហ្នឹងញ៉ាំចង់អស់ម្នាក់ឯងខ្ញុំអត់ដឹងថាបងប្អូនណាដូចខ្ញុំអត់ទេបើដឹងថាខ្លួនឯងត្រូវតែហាត់ប្រាណទៅហក់ទៅលោតអញ្ចឹងគឺខ្ញុំអត់សូវញ៉ាំច្រើនទេពួកអីពិបាកហាត់យើងតឹងពោះអង្គុយញ៉ាំបាយញ៉ាំអីហើយបងម៉ៃក៏ថាយើងដល់ម៉ោងទៅហាត់ប្រាណហើយតោះទៅថ្ងៃនេះគឺខ្ញុំទាំងពីរនាក់ទៅហាត់បណ្ដាលបងប្អូនខ្ញុំចូលចិត្តមែនតើហាត់តាមបងម៉ៃទេប៉ុន្តែសប្បាយហ្មងអូនស្រីទេប៉ុន្តែចូលចិត្តហាត់បណ្ដាលខ្ញុំចូលចិត្តត្រង់ថាហាត់ទៅគឺសប្បាយផ្លូវចិត្តយើងរឹងមាំមិនមែនជួយតែសុខភាពផ្លូវកាយជួយទាំងផ្លូវចិត្តទៀតហើយមុននឹងហាត់បងប្អូនខ្ញុំតែងតែដាក់ជាមួយនឹងនាឡិកាខ្ញុំជ្រើសរើសយក setting សម្រាប់ការបណ្ដាលនឹងមកដើម្បីយើងតាមដានថាពេលដែលយើងហាត់ហើយយើង burn ប៉ុន្មានកាឡូរីចង្វាក់បេះដូងយើងមិនដែរអីមិនដែរអញ្ចឹងបងប្អូននេះ1ម៉ោងក្រោយខ្ញុំ burn ឡើង500កាឡូរីជាង600កាឡូរីបងប្អូនមាននាឡិកានឹងមួយគឺថាជួយសម្រួលខ្ញុំបានច្រើនណាស់មិនជួយតែហាត់ប្រាណទេបងប្អូនខ្ញុំនិយាយមែនតាមដានគឺច្រើនមែនតែនក្រៅពីហាត់ប្រាណហ្នឹងយើងមើលដឹងទៀតចង្វាក់បេះដូងយើងមិនអីមិនអុកស៊ីហ្សែននៅក្នុងឈាមនិយាយទៅគឺ function របស់នាឡិកានេះគឺច្រើនខ្លាំងមែនតើតម្លៃសមរម្យប៉ុន្តែធ្វើបានគ្រប់មកពាក់ជាប្រចាំនឹងបងប្អូនបែរជាឃើញហើយនាឡិកានេះគឺ Ma Amazfit B6 ដែលមាន function ទំនើបច្រើនខ្លាំងមែនតើក្នុងតម្លៃមួយដែលសមរម្យខ្លាំងណាបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនមកកុំឲ្យបងប្អូនឆ្ងល់ថាម៉េចបាទខ្ញុំពាក់ជាប់រហូតពួកអីមិនមែនពាក់តែពេលហាត់ប្រាណទេណាជាប្រចាំថ្ងៃមកដោយសារតែតាមដានបានតាំងពីចង្វាក់បេះដូងអុកស៊ីហ្សែនក្នុងឈាមប្រមាណភាគរយone time measuring នឹងវិញគឺសម្រាប់តាមដានមកទួលខ្លួនយើងហ្មងបងប្អូនអញ្ចឹងហើយមិនល្អសម្រាប់តែបងប្អូនដែលចូលចិត្តហាត់ប្រាណតាមដានការហាត់ប្រាណតាមដានកាឡូរីអីទេគឺទូទៅល្អណាស់ប្រភេទ smart watch ខ្ញុំប្រើមករៀងច្រើនដែរប៉ុន្តែនាឡិកានេះខ្ញុំពេញចិត្តខ្លាំងសូម្បីតែថ្មសាកម្ដងគឺប្រើបាន2អាទិត្យលើសពីហ្នឹងមានទាំង Google Map ទៀតតែយើងអាចប្រើបាន offline ដែលអត់ត្រូវការអ៊ីនធឺណិតទេដោយសារមុខងារមួយនេះប្រើប្រព័ន្ធផ្កាយរណបទាំង6ទូទាំងពិភពលោកដូច្នេះហើយក្នុងព្រៃអត់សេវាអីក៏អាចមើលផែនទីបានដែរក្រៅពីហ្នឹងមានទាំងតាមដានការ stress ទៀតបងប្អូនអើយតាមដានការគេងបានប៉ុន្មានម៉ោងស្កប់អត់អីអត់គឺមើលក្នុងនាឡិកាដឹងក្រៅពីហ្នឹង call ក៏អាច call តាមនាឡិកាបានដែរបងប្អូនភ្ជាប់មួយទូរស័ព្ទទៅហើយខ្ញុំពេញចិត្តខ្លាំងជាងគេយើងស្រីនេះបងប្អូនគឺតាមដានថ្ងៃមកខែរបស់យើងទៀតនិយាយទៅគឺថាមានមួយនឹងបានគ្រប់សពហ្មងខ្ញុំទាំងរៀបរាប់មិនអស់ទេតែខ្ញុំស្រឡាញ់ខ្លាំងប្រើជាប់រហូតហ្មងបងប្អូនតាមដានវីដេអូខ្ញុំគឺដឹងហើយខ្ញុំពាក់អត់ចេះដោះទេដោយសារតែ function វាគឺមានច្រើនខ្លាំងមិនត្រឹមតែសម្រួលដល់ការហាត់ប្រាណទេគឺសម្រួលដល់ការតាមដានសុខភាពយើងជាប្រចាំថ្ងៃតែម្ដងពេលខ្លះខ្ញុំអត់បានយកទូរស័ព្ទយកអីទៅមើលទៅតាមនាឡិកាក៏ដឹងដែរណាបងប្អូនដោយសារតែមាន notification គេ call គេអីគឺមើលតាមនឹងបានទាំងអស់ហើយតបងប្អូនភ្ជាប់ជាមួយទូរស័ព្ទអញ្ចឹងណាអញ្ចឹងសម្រាប់ព័ត៌មានលម្អិតតាក់ទងមួយនាឡិកាម៉ាកនេះចាំខ្ញុំ mention page របស់គាត់ដាក់នៅលើ caption ក៏ដូចជាក្នុង comment បងប្អូនចាប់អារម្មណ៍អាចចូលទៅមើលឬសាកសួរព័ត៌មានលម្អិតបានណា